ដល់ទីក្រុងហើយមិនដែលបានមកសោះខ្យល់បរិសុទ្ធត្រជាក់ខ្លួនមែនទែនអត់មាននរណាគេលក់អីសោះពួកខ្ញុំកំពុងតែឃ្លានអាហារហើយអូដូចជាមានអ្នកណាគេលក់នៅទីកន្លែងនោះសាឡបងទៅទិញសិនសួស្ដីបងស្គាល់ខ្ញុំទេយើងអ្នកស្រុកភូមិជាមួយគ្នានោះអីយ៉ាខ្មោចម៉ាមីរត់ទៅហើយមិនក៏ស្គាល់គ្នាហើយរត់បែបនេះម៉ាមីខំមកលេងទីក្រុងណាហេតុអ្វីរត់បែបនេះទៅវិញនេះកំពុងតែឃ្លានផងហេតុអ្វីមកលក់នៅទីនេះកន្លែងនេះគឺកន្លែងគេហាមឃាត់យល់ទេអាមីអត់យល់ទេបងហើយនៅពេលមិនយល់មើលគេដាក់ផ្លាកនៅពីមុខផលនោះកន្លែងគេហាមឃាត់ប៉ុណ្ណាណីហេតុអ្វីមកលក់នៅទីនេះទៀតឥឡូវលោកឯងគិតមិនខ្ញុំមិនមែនអ្នកលក់ទេបងអ្នកលក់វាតែនិយាយអញ្ចឹងហើយជាពិសេសនោះស្លៀកពាក់ស្អីដូចជាខ្មោចអីឯណាណីមិនមែនកម្មវិធីខ្មោចអីនោះទេតែខ្ញុំជាខ្មោចម៉ាមីណាបងឯងអត់ជឿទេអីណាមួយម៉ាមីអត់ដែរចេះលក់ទេអានេះរបស់គេនឹងតមាត់ប្របែគិតថាមិនមែនរបស់ខ្លួនឯងមែននេះកន្លែងនេះគឺគេមិនអោយជប់ជុំទេហើយមកលក់អីនៅកន្លែងនេះហើយបើមិនចេះអសរទេទៅហ៊ាននៅប៉ុស្តិ៍ប៉ូលីសទៅល្អជាងអីណាសែបចាប់ទឹកមនុស្សចាប់ទាំងរទេះវាមកបាទអូយខ្មោចម៉ាមីទៅហើយនៅនេះហើយវែងអស់ហើយខ្ញុំដឹងណាដឹងណីទេនេះអូរទេះណាគេនោះអូថាហើយថាកុំលក់នៅទីកន្លែងនោះតាលក់នឹងដឹងតែប៉ូលីសចាប់ហើយចាញ់ខ្ញុំទេខ្ញុំលក់កន្លែងគេមិនហាមឃាត់មិនម៉ាននេះអូយកទូរស័ព្ទថតទុកផុស Facebook មួយសិននេះហេមានអីមិនល្អច្រឹបអូខេអើយនិយាយលេសើចអីមិនវិញរទេះរបស់ខ្ញុំបាត់ហើយនេះមិនដឹងទៅណាបាត់ទេដើររកមើលសិនបាត់រត់ទៅណាហើយនៅណានេះរត់ឃើញទេរត់តែខ្ញុំនៅលើឡាននឹងតាកាប់ពិតរត់តែខ្ញុំទេពុតធោពុតធោហើយរត់តែរបស់ខ្ញុំពូប៉ូលីពូអើយតើខ្ញុំមានអីហូបបាយទៀតបើរត់តែខ្ញុំក៏យកទៅបាត់ហើយនឹងតើខ្ញុំបានអ្វីបានលុយកាក់អ្វីទៅចូលនៅក្នុងផ្ទះអើយខ្ញុំនៅម្នាក់ឯងផងរត់តែរបស់ខ្ញុំទៅចោលខ្ញុំហើយដោយសារតែអ្នកលក់ប្រហុតសាច់ហ្នឹងណាទើបធ្វើឲ្យម៉ាមីត្រូវប៉ូលីសចាប់ទោះជាយ៉ាងណាក៏ម៉ាមីមិនទទួលខុសដែរមិនយុត្តិធម៌នោះទេទោះជាយ៉ាងណាខ្ញុំត្រូវតែទៅប្រាប់បងប្រុសលក់ប្រហិតនឹងឲ្យគាត់ទទួលកំហុស
ឬមួយក៏ធ្លាក់ពីលើឡានទេអត់ខឹងខ្សែនេះឬមួយក៏វាចេះមុនអាគមនេះហេតុអ្វីវាហ៊ានលោតពីលើឡានបែបនេះវាអត់ខ្លាចងាប់ទេអីខ្ញុំងាប់ហើយម្ដងហើយបងប៉ូលីសខ្ញុំមកវិញហើយខ្ញុំអត់ទទួលកំហុសទេព្រោះខ្ញុំមិនមែនអ្នកលួចអើយខ្មោចយូរបងអើយបងទៅណាហើយនេះខ្ញុំមកយករទេះឲ្យវិញនេះបងឯងណាលក់កន្លែងខុសច្បាប់ហើយកន្លែងគេហាមឃាត់បងឯងលក់បងឯងមុននឹងលក់មើលផ្លាកយីហោគេស្រួលផងកុំឲ្យប៉ូលីសចាប់ដូចខ្ញុំនេះបាទខ្ញុំពិតជាអរគុណហើយក៏សូមទោសដែរថ្ងៃក្រោយបងលក់បងត្រូវតែមើលផ្លាកគេឲ្យស្រួលប្រយ័ត្នពីប៉ូលីសចាប់ទៅខ្ញុំមិនដឹងទេណាព្រោះឥឡូវសម័យកូវីដប៉ូលីសត្រូវតែបតឹងតិចហើយបងឯងត្រូវតែមើលកន្លែងស្រួលណាបាទខ្ញុំអរគុណណាស់ដែលបានយកមកវិញណាបាទហើយកុំខឹងនឹងខ្ញុំណាសាច់ខ្ញុំហូបអស់ហើយព្រោះឃ្លានបាយពេកអ្នកមើលនឹងហូបបាយនៅ